ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដែលខ្ញុំស្លម្ជូរព្រលិតដាក់កូនត្រីហើយមានដាក់កំពឹសទៀតចាអញ្ចឹងខ្ញុំមានព្រលិតនេះគឺយើងបកឲ្យស្អាតអស់ហើយនេះគឺត្រីកូនត្រីទូចកូនត្រីស្រែហើយនឹងមានកំពឹសទៀតចាហើយនេះគឺម្អមមានប៉ុណ្ណឹងហើយម្ទេសខ្ញុំមាន3គ្រាប់ហ្នឹងហើយនេះគឺត្រួយអំពិលចាត្រួយអំពិលទិញពីតកែវមកទិញនៅផ្សារណាត់គ្រឿងទាំងអស់នេះភាគច្រើនទិញនៅផ្សារណាត់ចានេះគឺប្រហុកយើងដាក់បន្តិចទៅហើយនេះគឺរំដេងហើយនឹងខ្ញុំដាក់មើមខ្ទឹមសដែរចានេះមើមខ្ទឹមសហើយនេះគឺយើងដាក់ទឹកត្រីបន្តិចទៅណាចាហើយនេះគឺស្ករសហើយនឹងម្សៅស៊ុបចាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំនឹងចាប់ផ្ដើមដាំទឹកចាឥឡូវទឹកនេះគឺពុះហើយបន្តមកទៀតគឺខ្ញុំដាក់រំដេងហើយនឹងមើមខ្ទឹមសនឹងចូលអញ្ចឹងទៅហើយខ្ញុំទុករំងាស់វាមួយសន្ទុះចាអញ្ចឹងបន្តទៀតនេះគឺខ្ញុំដាក់ប្រហុកចូលប្រហុកនឹងដាក់បន្តិចអញ្ចឹងទៅអានឹងប្រហុកសាច់យើងគេច្រាមល្អហើយយើងដាក់ចូលអញ្ចឹងទៅតាមធម្មតាបើខ្ញុំស្លខ្ញុំប្រើទឹកត្រីច្រើនខ្ញុំអត់សូវដាក់ប្រហុកទេប៉ុន្តែលើកនេះម៉ាក់គាត់ចង់ឲ្យដាក់ប្រហុកអញ្ចឹងខ្ញុំដាក់តាមគាត់គាត់ថាស្លម្ជូរព្រលិតត្រូវដាក់ប្រហុកអញ្ចឹងខ្ញុំដាក់បន្តិចអញ្ចឹងទៅហើយឥឡូវខ្ញុំទុកមកសន្ទុះសិនបន្ទាប់មកខ្ញុំនឹងដាក់កូនត្រីទូចហ្នឹងហើយនឹងកំពឹសចូលចាកំពឹសហ្នឹងដោយសារតែពិបាកញែកចេញពីកូនត្រីពេកព្រោះសារទិញមកគេដាក់ចូលគ្នាហ្មងណាតាមពិតទៅកំពឹសហ្នឹងគឺយើងដាក់នៅក្រោយទេរោយចុងក្រោយនៃស្លឥឡូវខ្ញុំដាក់ចូលគ្នាទាំងអស់ហ្មងនេះគឺដាក់កូនត្រីនិងកំពឹសហ្នឹងដាក់ចូលអញ្ចឹងទៅចាបន្តទៀតនេះគឺខ្ញុំដាក់ទឹកត្រីចូលទឹកត្រីនេះមែនតើណាគឺម៉ាក់ខ្ញុំគាត់ជាអ្នកធ្វើខ្លួនគាត់ហើយទឹកត្រីនោះអត់សូវប្រៃទេចាឥឡូវខ្ញុំដាក់ម្សៅស៊ុបហើយនឹងស្ករសចូលចឹងទៅគ្រឿងក្រៅយើងដាក់អស់ហើយណាហើយខ្ញុំកូរតិចទៅដើម្បីវាចូលជាតិណាចាអញ្ចឹងបន្ទាប់ទៀតនេះគឺខ្ញុំដាក់ផលិតចូលចាដាក់ផលិតចូលហើយបន្ទាប់មកយើងទុកមកសន្ទុះណាព្រោះដោយសារមែនតើកូនត្រីក៏ឆាប់ឆ្អិនផលិតនេះក៏ឆាប់ឆ្អិនដែរចាអញ្ចឹងជាបន្តទៀតនេះគឺខ្ញុំដាក់ត្រួយអំពិលចូលហើយត្រួយអំពិលហ្នឹងយើងហាន់ហើយដាក់មកកូនចានហ្នឹងចូលណាចាហើយបើស្ទើជូរឬយ៉ាងណាបងប្អូនអាចថែមថយទៅតាមនឹងទៀតទៅហើយយើងភ្លក់មើលម្ហូបហ្នឹងណាចាអញ្ចឹងខ្ញុំដាក់មកកូនចាននេះត្រួយអំពិលមកកូនចាននេះហើយបន្ទាប់មកខ្ញុំភ្លក់សាកមើលទៅគឺវាល្មមអញ្ចឹងមិនបាច់ថែមថយគ្រឿងក្រៅអីទៀតទេ បន្តទៅទៀតនេះគឺខ្ញុំដាក់ម្អមចូលចាម្អមគឺខ្ញុំកាត់ដាក់ចូលអញ្ចឹងទៅណាចាហើយបន្ទាប់មកខ្ញុំនឹងបង់ម្ទេសចូលទៅដែរ
ចាអញ្ចឹងខ្ញុំបង់ម្ទេសចូលហើយម្ទេសនឹងមាន3គ្រាប់ម្ទេសនឹងមែនតែនទៅគឺបងនឹងយកពណ៌ទេអត់ចេះញ៉ាំម្ទេសអត់ចេះហឹរទេចាបន្ទាប់មកគឺរួចរាល់ហើយបងប្អូនស្រួលធ្វើទេស្លម្ជូរផលិតកូនត្រីស្រែចាអញ្ចឹងរបៀបដែលខ្ញុំស្លម្ជូរផលិតគឺបង្ហាញបងប្អូនបែបហ្នឹងហើយខ្ញុំធ្វើបែបហ្នឹងបងប្អូនតែខ្ញុំមិនមែនចុងភៅទេមែនតែនទៅគ្រាន់ស្លសម្រាប់ញ៉ាំនៅក្នុងក្រុមគ្រួសារធម្មតាទេចាអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមប៉ុណ្្នឹងសិនហើយជួបគ្នានៅវីដេអូជាបន្តទៀតចាបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសផងចាអរគុណច្រើន